សួស្តីប្រិយមិត្តទាំងអស់គ្នាបាទវល់ត្រឡប់មកជួបกับខ្ញុំបានម្ដងទៀតថ្ងៃនេះដែរគឺយើងមានសាច់រឿងថ្មីមួយមកចែកជូនបងប្អូនទាំងអស់គ្នាទស្សនាសាច់រឿងថ្ងៃហ្នឹងដែរគឺបងប្រុសម្នាក់ដែលគាត់ខមមិនសុំសាច់រឿងប្រភេទដូចជាខ្លាសិលខ្លាវេទមន្តអញ្ចឹងណាបងប្អូនបាទហើយថ្ងៃនេះដែរគឺយើងមានសាច់រឿងថ្មីដែរបាទសាច់រឿងហ្នឹងដែរគឺយើងដកចេញពីសិភៅអញ្ចឹងណាបងប្អូនបាទដកស្រង់ចេញពីសិភៅទេបងប្អូនបាទដោយសារតែសាច់រឿងខ្លះបាទបងប្អូនអ៊ំពូមីងយើងគាត់អត់បានចែករំលែកមកដើម្បីឲ្យត្រូវសាច់រឿងរបស់បងប្អូនយើងដែលគាត់ចង់ស្ដាប់ចង់បានអញ្ចឹងណាបាទអញ្ចឹងគឺយើងត្រូវការសិភៅមកជំនួយបងប្អូនបាទអូខេឥឡូវយើងចូលមកដល់សាច់រឿងយើងវិញបាទកាលពីព្រៃនាយបាទកាលពីយូឡុងអញ្ចឹងណាបាទគឺមានកូនសិស្សម្នាក់ដែលគាត់រស់នៅខាងខេត្តកំពង់ធំបងប្អូនបាទគាត់រស់នៅខាងខេត្តកំពង់ធំហ្នឹងកាលគាត់នៅវ័យជំទង់បាទហើយគាត់ហ្នឹងក៏ជាកូនសិស្សលោកទេបងប្អូនបាទគាត់ហ្នឹងក៏ជាកូនសិស្សលោកកាលពីទូចហ្នឹងក៏គាត់ជាមនុស្សដែលឧស្សាហ៍ណាបងប្អូនបាទហើយអត់ចេះប្រកាន់ច្រើនអត់ចេះខឹងអត់ចេះបែបអត់សូវចេះមាត់ចេះកទេបងប្អូនបាទគាត់គឺគាត់ហ្នឹងក៏ទៅណាក៏តែងតែដើរបិណ្ឌបាតអញ្ចឹងណាបងប្អូនបាទគាត់ដើរបិណ្ឌបាតជាមួយនឹងលោកសង្ឃហ្នឹងទៅជារឿយបាទទៅពីភូមិមួយទៅភូមិមួយអញ្ចឹងណាបាទហើយគាត់ធ្វើកូនសិស្សលោកដូចជាយូរបងប្អូនបាទចូលជាប្រហែលជា2ឆ្នាំជាងអញ្ចឹងណាបងប្អូនបាទ2វស្សាអញ្ចឹងបាទហើយដល់ទៅពេលអញ្ចឹងទៅគាត់ហ្នឹងក៏បានចូលបួសបងប្អូនបាទគាត់ហ្នឹងក៏បានចូលសាងភ្នោះបួសអញ្ចឹងណាបងប្អូនបាទដោយសារតែខាងហ្នឹងខ្ញុំអត់សូវប៉ិននិយាយប៉ិនរៀបរាប់ដែរអញ្ចឹងបងប្អូនបាទស្ដាប់ទៅគឺកាត់យល់ខ្លួនឯងតែម្ដងទៅបាទគាត់ហ្នឹងក៏បានបួសអញ្ចឹងណាបងប្អូនបាទគាត់ហ្នឹងក៏បួសបានដូចជា3វស្សាបងប្អូនណាហើយក៏គាត់ហ្នឹងមានអារម្មណ៍មានគំនិតថាគាត់ហ្នឹងក៏ចង់ឲ្យចូលទៅទឹកដងក្នុងព្រៃជ្រៅអញ្ចឹងណាបងប្អូនបាទគាត់ហ្នឹងគឺចង់ចូលទៅទឹកដងក្នុងព្រៃជ្រៅដោយសារតែគាត់ទៅរៀនហាត់មន្តវិជ្ជាអញ្ចឹងណាបងប្អូនបាទទៅនៅក្នុងព្រៃហើយគាត់ហ្នឹងក៏បាននិមន្តចេញពីវត្តហ្នឹងទៅបាទចេញពីវត្តហ្នឹងទៅគាត់ហ្នឹងក៏បានទៅតាំងសមាធិនៅក្នុងព្រៃបាទហើយព្រៃហែមពៀនអីអញ្ចឹងណាបងប្អូនបាទគាត់ហ្នឹងក៏បានទៅតាំងសមាធិកាន់សិលនៅលើភ្នំអញ្ចឹងទៅបងប្អូនបាទដល់ទៅពេលអញ្ចឹងទៅគាត់ហ្នឹងក៏តាំងសិលតាំងសមាធិនៅលើភ្នំហ្នឹងយូរទៅក៏គាត់ហ្នឹងរៀនសូត្រមន្តវិជ្ជាអញ្ចឹងណាបងប្អូនបាទមន្តវិជ្ជាដូចយើងក្នុងរឿងក្នុងអីអញ្ចឹងទៅបាទដែលអាចនិមិត្តខ្លួនបានអាចបំបាំងខ្លួនបានអាចព្រួញដីបានអញ្ចឹងណាបងប្អូនបាទហើយគាត់ហ្នឹងក៏ទៅតាំងសមាធិកាន់សិលហ្នឹងក៏ដូចជាយូរបងប្អូនណាបាទ4វស្សា5វស្សាអីបងប្អូនយូរនៅក្នុងព្រៃហ្នឹងទៅបាទដល់ទៅពេលយូរទៅហ្នឹងក៏គាត់ហ្នឹងក៏រៀនមន្តវិជ្ជាហ្នឹងគឺខ្លាំងក្លាមែនទែនអញ្ចឹងណាបាទដល់ទៅពេលរៀនក៏កាន់តែច្រើនគាត់ចេះក៏កាន់តែច្រើនហ្នឹងគាត់ចាប់ផ្ដើមបំបែកមន្តវិជ្ជាអញ្ចឹងណាបំបែកដើម្បីឲ្យคล้ายជាសង្ឃម្នាក់ដែលមានមន្តវិជ្ជាខ្លាំងក្លាអញ្ចឹងណាបងប្អូនបាទអត់អាចណាគេខ្លាំងក្លាដូចអញ្ចឹងណាបាទដល់ពេលអញ្ចឹងទៅគាត់ហ្នឹងក៏ចេះតែរៀនចេះតែវឹកហាត់ចេះតែរៀនចេះវឹកហាត់អញ្ចឹងទៅគាត់ហ្នឹងក៏បែកអាគមអញ្ចឹងណាបងប្អូនបាទគាត់បែកអាគមបែកលក្ខណៈថាសមាធិអញ្ចឹងណាបងប្អូនបាទដោយសារតែមានគេមកផ្ចាញ់អញ្ចឹងណាបាទមកផ្ចាញ់អញ្ចឹងទៅធ្វើឲ្យគាត់បែកសមាធិគាត់ហ្នឹងគឺបែកអាគមដែលគាត់បានរៀនហ្នឹងអាគមហ្នឹងគឺបានវិលត្រឡប់មកធ្វើបាបគាត់អញ្ចឹងណាបងប្អូនបាទដោយសារពេលហ្នឹងដែរគាត់ហ្នឹងគឺចង់យកខ្លាហ្នឹងបងប្អូនបាទយកខ្លាថ្មិលគេហៅខ្លាសិលអញ្ចឹងណាបាទយកមកធ្វើជាបរិវារបែបមកការពារអញ្ចឹងណាបាទមកធ្វើជាយានជំនិះទុកសម្រាប់ជិះអីអញ្ចឹងទៅបាទដោយសារតែគាត់គឺមានអ្នកដែលផ្ចាញ់អញ្ចឹងទៅ គឺ
គឺគាត់ហ្នឹងគឺបានបែកអាគមដែលគាត់បានរៀនគ្រប់គ្រងខ្លាហ្នឹងគឺធ្វើឲ្យខ្លាហ្នឹងអត់ស្ដាប់គាត់បងប្អូនបាទពេលដែលអត់ស្ដាប់គាត់ហ្នឹងគឺគាត់ហ្នឹងត្រូវបានខ្លាហ្នឹងខំនៅក្នុងព្រៃអញ្ចឹងបងប្អូនបាទខ្លាហ្នឹងខំដល់ពេលខ្លាហ្នឹងខំទៅខ្លាហ្នឹងគឺចូលស្ថិតតែម្ដងបងប្អូនបាទដល់ទៅពេលចូលស្ថិតអញ្ចឹងទៅខ្លាហ្នឹងគឺលក្ខណៈថាខ្លាហ្នឹងក៏ជាប្រភេទខ្លាដែលមានមន្តអាគមហើយដល់ពេលគាត់ចេះអញ្ចឹងទៀតធ្វើឲ្យខ្លាហ្នឹងអាចប្រែកាឡាមកជាគាត់បានអាចប្រែកាឡាជាខ្លាបានដែលយើងឡែងមើលរឿងថាជាប្រភេទខ្លាសិលអញ្ចឹងណាបងប្អូនបាទខ្លាសិលដែលអាចប្រែកាឡាជាខ្លាបានប្រែកាឡាជាមនុស្សក៏បានអញ្ចឹងណាបងប្អូនបាទដែលនៅក្នុងព្រៃជ្រៅជ្រៅគ្រាន់តែឮឈ្មោះហ្នឹងក៏ខ្លាចដែរបងប្អូនបាទដល់ទៅពេលអញ្ចឹងទៅគាត់ហ្នឹងក៏នៅតែក្នុងព្រៃនឹងរហូតអញ្ចឹងណាបងប្អូនបាទគាត់នៅជាប់ក្នុងព្រៃនឹងរហូតហើយមានថ្ងៃមួយគឺគាត់ហ្នឹងបានលក្ខណៈថាគាត់បានគ្រប់គ្រងខ្លួនឯងអត់បានអញ្ចឹងណាបងប្អូនបាទគាត់គ្រប់គ្រងខ្លួនឯងអត់បានទេពេលអញ្ចឹងគឺខ្លាហ្នឹងគឺស្ថិតក្នុងខ្លួនគាត់ខ្លាំងជាងដែលគាត់អញ្ចឹងណាបាទមានន័យថាកម្លាំងខ្លាហ្នឹងខ្លាំងជាងកម្លាំងគាត់អញ្ចឹងធ្វើឲ្យខ្លាហ្នឹងគ្រប់គ្រងគាត់បានបន្ទាប់មកទៀតហ្នឹងគាត់ហ្នឹងក៏ដើរមកជិតដល់ភូមិអ្នកស្រុកអញ្ចឹងណាបាទធ្វើឲ្យគាត់ហ្នឹងស្រេកឃ្លានអាហារបាទគាត់ស្រេកឃ្លានអាហារទាំងដែលខ្លួនគាត់គឺជាសង្ឃទេបងប្អូនបាទខ្លួនគាត់គឺជាសង្ឃហើយដល់ពេលអញ្ចឹងទៅគឺគាត់ដើរនិមន្តបិណ្ឌបាតអញ្ចឹងណាបាទដល់ពេលអញ្ចឹងទៅក៏អ្នកភូមិហ្នឹងក៏គេដាក់បាតដាក់អីឲ្យអញ្ចឹងណាបាទហើយអ្នកភូមិដូចជាដាច់ស្រយាលដែរមានផ្ទះមានគ្រួសារហ្នឹងគឺអត់ច្រើនប៉ុន្មានទេបងប្អូនមានដូចជា10គ្រួសារអីចឹងណាហើយវើលឆ្ងាយពីគ្នាទេកាលហ្នឹងដោយសារតែកាលហ្នឹងក៏មិនសូវសម្បូរមនុស្សម្នាអីចឹងណាបាទដល់ពេលអញ្ចឹងទៅគាត់ហ្នឹងគឺគាត់ថាគាត់និមន្តទៅណាអត់បានទេគាត់សុំសឹងនៅសម្រាប់នៅភូមិនឹងបានអត់ចឹងណាបាទហើយធម្មតាអ្នកភូមិគេគោរពណាស់បងប្អូនណាបាទគេគោរពណាស់បាទព្រះសង្ឃដល់ពេលចឹងក៏គេនិមន្តឲ្យសម្រាប់នៅផ្ទះគេចឹងណាបាទឲ្យសម្រាប់ឲ្យសឹងនៅផ្ទះគេចឹងទៅបាទដល់ទៅពេលយប់ឡើងបងប្អូនបាទយប់ឡើងគឺគាត់ចាប់ផ្ដើមឃ្លានចាប់ផ្ដើមអីអញ្ចឹងណាបងប្អូនបាទគឺគាត់ចាប់ផ្ដើមឃ្លានអញ្ចឹងទៅគឺអាការៈដែលខ្លាហ្នឹងគឺគ្របដណ្ដប់គាត់អញ្ចឹងណាបងប្អូនបាទគឺធ្វើឲ្យគាត់ហ្នឹងឃ្លានខ្លាំងមែនទែនដល់ពេលឃ្លានខ្លាំងអញ្ចឹងទៅបាទគាត់ហ្នឹងក៏ចេញទៅរកចំណីបងប្អូនបាទហើយពេលនោះដែរគឺកូនអ្នកភូមិបាទកូនអ្នកភូមិហើយនឹងមន់ទាអីអញ្ចឹងអ្នកភូមិអញ្ចឹងណាបាទគឺត្រូវបានខ្លាថ្មិលហ្នឹងបាទក៏ដូចជាខ្លាគុំមួយហ្នឹងបាទគឺបានចាប់ហើយស៊ីតែម្ដងបងប្អូនបាទហើយពេលនោះដែរគឺអ្នកភូមិហ្នឹងក៏បានផ្អើលជួលយោបល់អញ្ចឹងណាបាទដោយសារតែឆ្កែព្រុសដល់ពេលអញ្ចឹងទៅគាត់ក៏ចាប់ផ្ដើមចេះឆ្ងល់ថាមានបញ្ហាអីទាំងដែលពីមុនអត់ដែលមានអាការៈឬមកក៏ស្ថានភាពទាំងអស់ហ្នឹងឡើងមកអញ្ចឹងណាបាទហេតុអីបានជាមួយរយៈក្រោយនេះគឺចាប់ផ្ដើមមានសត្វអុកឡុកក៏ដូចជាសត្វកំណាចសត្វសាហាវអញ្ចឹងអុកឡុកនៅភូមិអញ្ចឹងទៅទាំងដែលភូមិធ្លាប់តែស្ងប់សុខអញ្ចឹងណាបងប្អូនបាទហើយបន្ទាប់មកទៀតក៏បានទៅប្តឹងអ្នកភូមិប្តឹងអីអញ្ចឹងទៅថាមានសត្វចូលស្លៀនពៀនខំគោខំអីអញ្ចឹងណាបងប្អូនបាទហើយបន្ទាប់មកទៀតហ្នឹងគឺលោកសង្ឃហ្នឹងគឺគាត់ធ្វើធម្មតាដូចអត់មានរឿងអីកើតឡើងអញ្ចឹងបងប្អូនទាំងដែលគាត់ហ្នឹងគឺជាមនុស្សដែលជាសង្ឃដែលចេះមន្តអាគមអូមអាមខ្លាំងបងប្អូនណាហើយក៏គេជាហើយក៏ពួកអ្នកភូមិហ្នឹងគាត់ហ្នឹងក៏បានគេមកសាពះសួរនាំថាក៏រមានអីចេះទៅអាចនឹងលោកនឹងជួយបានតែឧទាហរណ៍ថាលោកថាគ្មានអីទេអញ្ចឹងណាគាត់មានមុនការថាអត់មានអីទេបាទដល់ពេលអញ្ចឹងទៅក៏អ្នកភូមិគាត់ថាសប្បាយចិត្តអញ្ចឹងទៅដោយសារតែលោកនឹងបាននិយាយថាមានអីទេគេគ្រាន់តែមកឆ្លងកាត់ហើយគេក៏ទៅបាត់អញ្ចឹងទៅបាទហើយគេក៏អ្នកភូមិហ្នឹងក៏សប្បាយចិត្តដល់ពេលយប់ស្អែកឡើងទៀតបងប្អូនបាទយប់ស្អែកឡើងទៀតគឺមានអាការៈបែបហ្នឹង
គឺអ្នកភូមិឃើញលោកនឹងតែម្ដងបាទគឺចេញពីកន្លែងដែលលោកសង្ឃនឹងសឹងនឹងតែម្ដងបងប្អូនបាទដល់ពេលអញ្ចឹងទៅគឺអ្នកភូមិរត់ទៅមើលដល់ពេលរត់ទៅមើលគឺអត់ឃើញលោកសង្ឃនឹងទេបងប្អូនបាទពេលដែលអត់ឃើញលោកសង្ឃនឹងឃើញតែខ្លាអញ្ចឹងទៅក៏ធ្វើឲ្យអ្នកភូមិនឹងដឹងបដ ாய் ថាលោកសង្ឃនឹងមិនមែនជាមនុស្សទេបាទហើយពេលនោះដែរគឺអ្នកភូមិគឺនាំគ្នាហៅគ្នាទៅហែទៅហោមកគឺដើម្បីយកភ្លើងនឹងតាមដុតតាមព្យាបាទខ្លាមួយនឹងអញ្ចឹងណាបងប្អូនបាទហើយដោយសារតែខ្លាហ្នឹងគឺអត់ត្រូវអីទេបាទដោយសារតែខ្លាហ្នឹងគឺជាមិនមែនតែខ្លាធម្មតាអញ្ចឹងណាបាទគឺជាប្រភេទខ្លាសិលខ្លាគុំអញ្ចឹងទៅហើយដល់ពេលអញ្ចឹងទៅក៏អ្នកភូមិហ្នឹងក៏បានតែត្រឹមតែមកដេញឲ្យចេញឆ្ងាយពីភូមិអញ្ចឹងណាបងប្អូនបាទបន្ទាប់ពីអ្នកភូមិបានដុតភ្លើងដុតអីដេញលោកសង្ឃដែលជាខ្លាថ្មិលហ្នឹងទៅហើយបន្ទាប់មកទៀតហ្នឹងគឺរៀងស្ងាត់ស្ងប់សុខអញ្ចឹងណាបងប្អូនបាទដល់ពេលអញ្ចឹងដល់ស្អែកឡើងទៅបាទស្អែកឡើងគឺបងប្អូនអ្នកភូមិហ្នឹងគេនាំគ្នាទៅនិយាយជាមួយអ្នកភូមិក៏ដូចជាប្តឹងប៉ូលីសប្តឹងអីដើម្បីមកធ្វើរបងធ្វើអីការពារភូមិអញ្ចឹងណាបងប្អូនបាទហើយក៏ដូចជាយកសេមាអីដើម្បីមកការពារមកដេញមកបន្លាចអីចឹងទៅកុំឲ្យសត្វកាចសាហាវក៏ដូចជាប្រភេទព្រាយបិសាចហ្នឹងគឺនាំមកចូលក្នុងភូមិទៀតអញ្ចឹងណាបងប្អូនបាទហើយក៏មានលោកសង្ឃមុនមកម្នាក់ដែរដែលលោកសង្ឃហ្នឹងគឺគាត់ខ្លាំងដែរអញ្ចឹងណាបាទហើយគាត់ក៏បានមកប្រោះសេមានៅជុំវិញផ្ទះប្រជាពលរដ្ឋក៏ដូចជាភូមិនឹងទាំងមូលតែម្ដងបាទគឺគាត់បានពាត់សេមានៅជុំវិញអញ្ចឹងទៅបាទហើយបន្ទាប់មកទៀតហ្នឹងគឺភូមិហ្នឹងក៏មានការស្ងប់សុខលក្ខណៈថាសុខសប្បាយអញ្ចឹងណាបងប្អូនបាទបន្ទាប់ពីហ្នឹងមកហើយសាច់រឿងមិនយើងក៏ដល់ទីបញ្ចប់ហើយបងប្អូនបាទហើយខ្ញុំសូមអរគុណខ្លាំងមែនតើបាទសម្រាប់បងប្អូនអ្នកដែលគាត់បានចាំទស្សនាក៏ដូចជាបានចុច like និងជឿ subscribe ដល់ channel របស់ខ្ញុំបាទឥឡូវហ្នឹងគឺបាន41 subscribe ហើយបងប្អូនបាទអញ្ចឹងខ្ញុំសូមអរគុណច្រើនមែនតើបាទហើយខ្ញុំនឹងមានសាច់រឿងថ្មីទៀតបើបងប្អូនណាដែលគាត់មានសាច់រឿងចង់ចែកម្លែកបាទអាច comment ខាងក្រោមក៏បានអាច add មក Telegram ខ្ញុំក៏បានដែរបងប្អូនបាទខ្ញុំនឹងដាក់Telegram ខ្ញុំនៅក្រោម description អញ្ចឹងណាបងប្អូនទាំងអស់គ្នាបើមានកន្លែងណាដែលខ្ញុំនិយាយខុសឆ្គងអីបាទក៏សូមអធិស្ឋានអភ័យទោសដល់ខ្ញុំផងបាទដោយសារតែខ្ញុំនិយាយទៅពេលខ្លះទៅអត់ត្រូវទាំងអស់ទេបងប្អូនបាទមានខ្លះខុសខ្លះត្រូវអញ្ចឹងណាបងប្អូនបាទដោយសារតែខ្ញុំរៀងភ័យដែរបងប្អូនអូខេបាទជម្រាបលាបងប្អូនទាំងអស់គ្នាសុខសប្បាយជួបខ្ញុំបាទនៅវីដេអូក្រោយ